របៀបបង្កើត Facebook Page ជាដំបូងសូមបងប្អូនចូលមកកាន់ Facebook សូមចុចទៅលើពាក្យ Profile រួចសូមចុចទៅលើសញ្ញាធីកពណ៌ក្រហមហើយយកពាក្យ Create Facebook Page មកដល់ត្រង់នេះសូមបងប្អូនវាបញ្ចូលឈ្មោះ Page ដែលយើងចង់ដាក់ឈ្មោះនោះមកចំពោះការដាក់ឈ្មោះយើងអាចដាក់រូបបានទេបងប្អូនណាយើងអាចប្រើដកឃ្លាឬក៏សញ្ញាដកបានប៉ុន្តែហាមដាក់សញ្ញាផ្សេងពីសញ្ញាដកឬក៏សញ្ញាដកចុះក្រោមគឺវាអត់ support ទេដាក់ឈ្មោះរួចនោះសូមបងប្អូនចុចពាក្យ Next ដល់កន្លែង category នេះយើងអាចជ្រើសរើសបាន1 2អាស្រ័យទៅលើ content ដែលបងប្អូនចង់ដាក់បំពេញរួចសូមបងប្អូនចុចពាក្យ Create ដល់កន្លែងនេះបងប្អូនធ្វើការបំពេញចូលមកប៉ុន្តែបើបងប្អូនមិនចង់បំពេញទេបងប្អូនអាចទុកបំពេញនៅពេលក្រោយក៏បានដែរអញ្ចឹងត្រង់កន្លែងនេះខ្ញុំសូមបំពេញឲ្យដោយសារខ្ញុំបានត្រៀមរួចហើយអញ្ចឹងបងប្អូនបំពេញមក bio website email ហើយនឹងលេខទូរស័ព្ទនិង location ទៅតាមអ្វីដែលគេតម្រូវការយើងបំពេញបងប្អូនកុំភ្លេចបំពេញកន្លែងមកបងប្អូនចុច always open មកចុចរួចសូមបងប្អូនចុចពាក្យ next បន្តមកសូមបងប្អូនចុចពាក្យ next ទៀតមកដល់ត្រង់នេះគេឲ្យយើង invite friend អញ្ចឹងបងប្អូន invite ក៏បានអត់ក៏បានបន្តមកទៀតសូមបងប្អូនចុចពាក្យ next ទៀតអូខេសូមបងប្អូនធ្វើការរងចាំបន្តិចមកដល់ត្រង់នេះសូមបងប្អូនបំពេញបន្ថែមនៅចំណុចដែលយើងអត់ទាន់បានបំពេញដូចជា link យើងមាន link ដូចជា link YouTube TikTok អីហ្នឹងយើងអាចដាក់បានបងប្អូនបញ្ចូល link របស់យើងហើយបងប្អូនចុចពាក្យ next ហើយបងប្អូន add មកហើយបងប្អូនចុចពាក្យ save ដល់ត្រង់នេះសូមបងប្អូនចុចពាក្យ done អូខេយើងបានធ្វើការបង្កើត Facebook Page បានដោយជោគជ័យហើយបន្ទាប់ពីយើងបង្កើត page ហើយសូមបងប្អូនបំពេញចំណុចបន្ថែមពាក់ព័ន្ធនឹងចំណុចដែលបងប្អូនមិនទាន់បំពេញគ្រប់គ្រាន់ហើយនឹងដាក់រូប profile និង cover របស់ Facebook របស់យើងមក